តបងប្អូនយើងមកស្ដាប់សលេងស្គូពីមួយគ្រឿងដែលមានបញ្ហាលន់ម៉ាស៊ីនឥឡូវយើងទៅមើលតើវាលន់អីខ្លះបាទតបងជួយដេបច្ឆេះតិចមើលនៅពេលដែលបងប្អូនជិះម៉ូតូហើយលន់ខ្លាំងបែបនេះលក្ខខណ្ឌទី1គឺអាចខូចជាមួយនឹងប្លុកខ្សែពានបាទហើយលក្ខខណ្ឌមួយទៀតដូចខ្ញុំបញ្ឆេះពីដើមអញ្ចឹងយើងដោះប្លុកខ្សែពានចេញហើយយើងបញ្ឆេះម៉ូតូតទេក៏នៅតែលន់បាទអញ្ចឹងលន់នេះគឺលន់បដាងយេនតែម្ដងបងប្អូនណាបាទគឺឡោកម៉ាស៊ីនដោយសារតែម៉ូតូនេះគឺសេរីខ្ពស់ដែរក៏ប៉ុន្តែធ្លាប់ចូលទឹកតាមដែលម្ចាស់គាត់ប្រាប់ណាហើយធ្លាប់រើម្ដងហើយបាទអញ្ចឹងរើអត់ដាច់ណាបាទយើងធ្វើការដោះរើម្ដងទៀតអញ្ចឹងបងប្អូនដើម្បីកុំឲ្យម៉ូតូយើងឆាប់ខូចលាន់ម៉ាស៊ីនទី1ខែពេលម៉ាស៊ីនបាទឆែកឲ្យមែនតែនខែភ្លៀងនេះបើសិនជាមានចូលទឹកចូលអីយើងត្រូវតែឆែកផ្លាស់ប្ដូរហើយយើងក៏លុកលាងមកស្អាតបាទហើយយើងផ្លាស់ប្ដូរជាមួយប្រេងដែលមានគុណភាពនិងមួយចំណុចទៀតគឺនៅពេលដែលម៉ូតូរបស់យើងលាន់សំឡេងប្លែកបងប្អូនត្រូវតែយកទៅជាងដើម្បីស្ដាប់មើលតើលាន់អ្វីឲ្យប្រកបណានៅពេលដែលយើងជួសជុលលឿនពេលខ្លះការចំណាយក៏អស់តិចទៅតាមនឹងដែរបងប្អូនបាទ